ទៀតយើងតាក់ទងជាមួយការ ping ការ scan ដែរប៉ុន្តែយើងប្រភេទ mode ដែលយើងប្រើនៅពេលដែល firewall វាធ្វើការ block ping អីថត IP និង IP public របស់ក្រុមហ៊ុនមួយនឹងវាធ្វើការ block ping block អីហ្នឹងទៅគឺយើងប្រើ option មួយនេះគឺ np.pn នេះដើម្បីធ្វើការឆែកវាអូខេសុំដាក់សាមីអូខេដក PN ហ្នឹងដើម្បីធ្វើការ scan វានេះវាចេញដូចគ្នាទេប៉ុន្តែវាប្រភេទ mode មួយហ្នឹងគឺវាខុសគ្នានៃអញ្ចឹងគឺយើងប្រើ PN ហ្នឹងដើម្បីលក្ខណៈ scan ដែរប៉ុន្តែអត់បាន ping ទេអាហ្នឹងក្នុងករណីបើសិនមកវា firewall ហ្នឹងវា block ping block អីអញ្ចឹងយើងប្រើប្រភេទអញ្ចឹងទៅអានេះយើងអាចមើល mode វាបានមើល option វាតើជាមួយនឹងអីវាខ្លះនេះអូខេអញ្ចឹងយើងអាចតេស្តអីតាមហ្នឹងទៅអូខេវាចេញមកហើយអូខេឥឡូវដល់ចំណុចមួយទៀតតើតើជាមួយនឹង advanced scanning option នៅក្នុងហ្នឹងអានេះវាគឺជា feature វាមានដូចជា scan ជាប្រភេទ TCP SYN scan តើតើជាមួយ TCP connect scan UDP connect scan ហ្នឹងអូខេយើងមើល mode វាមកនេះយើងប្រើប្រភេទ option អីខ្លះអញ្ចឹងទៅក៏យើងចូលទៅមុខបន្តិចទៀតទៅយើងឃើញតើតើជាមួយនឹង TCP SY scan ហ្នឹងឯងអញ្ចឹងនៅពេលដែលយើងធ្វើការ scan អញ្ចឹងខ្ញុំសុំសូមមើលបន្តិចទៅអូខេសុំ clear បន្តិចអូខេយើងនៅពេលដែលយើងប្រើ option S តូច S ធំអញ្ចឹងមានន័យថាមានន័យថា SYN scan ហ្នឹងអូខេ mode ហ្នឹងគឺយើងសំដៅទៅលើយើង scan ណាប៉ុន្តែវាមិនមែនជាគេហៅថា full នៃ TCP connection ហ្នឹងទេវាអត់ full ទេវាគេថាវាអត់ complete នៃអា full TCP ហ្នឹងទេនៅពេលដែល source របស់យើងហ្នឹងឬក៏អ្នកដែល scan ហ្នឹងធ្វើការ scan ទៅវាបញ្ជូននៅ traffic នេះតើតើជាមួយនឹងវាបញ្ជូននៅដូចជាវាបញ្ជូននៅ SYN ACK ទៅហើយអូ sorry វាដំបូងវាបញ្ជូននៅ SYN ហ្នឹងទៅឲ្យ server ឲ្យអា server របស់យើងហ្នឹងតើមក server របស់យើងហ្នឹងគឺ respawn មកវិញ SYN ACK ហ្នឹងហើយតើមកអា source របស់យើងហ្នឹងគឺវាបញ្ជូននៅ OST ទៅវិញប៉ុន្តែវាមិនមែនជាគេហៅថា complete TCP connection ហ្នឹងឯងវាអត់ complete ទេអញ្ចឹងយើងអាចតេស្តមើលបន្តិចទៅនេះយើងអាចតេស្តមើលបន្តិចទៅឥឡូវសូមបើកនៅ Wireshark មួយសិនអូខេដើម្បីងាយស្រួលបញ្យល់បើក Wireshark មួយសិនអូខេយក Wireshark មួយឥឡូវធ្វើការ scan មួយ scan អូខេវាត្រូវការ root permission អញ្ចឹងយើងត្រូវវាយ sudo root មកអូខេឥឡូវវាត្រូវការ NP មួយទៀតដើម្បីធ្វើការកុំឲ្យវា ping អូខេ
chẳng chạm viên tích xin vì cặp bông chanh hay cái vị chanh ấy lấy chẳng dừng ai cái lấy mơ từ lơ phát và sạc bảo dương máu thưa ca scope sân ô chả mà xong khoai viên tích sân ok xong sẽ ca scan một đồng tiết cho và sát scan một đồng tiết ok xong trang viên tiết là dương cho bạn analyze traffic vía thì mỗi server bảo dưỡng cứ server bảo dưỡng cứ miền IP chụp đọc chụp buồn nắng xong rồi mượn tí object sam sub ok ok dương mơ cả lại như xin tới ní server IP របស់យើងហ្នឹងគឺវាបញ្ជូនទៅ IP របស់ម៉ាស៊ីនយើងគឺ.10.4អញ្ចឹងវាបញ្ជូនទៅ definition វាទៅ server ហ្នឹង.10.30 IP របស់ server អញ្ចឹងវាបញ្ជូននៅ SYN អូខេកន្លែងហ្នឹង SYN អូខេសូមពលាបន្តិចហ្នឹងអូខេនេះគឺជា FYN ហ្នឹងហើយអញ្ចឹងយើងមើលរូបនេះអញ្ចឹង server ហ្នឹងគឺវា respawn មកវិញជាមួយនឹង SYN ACK មកវិញហើយអញ្ចឹងយើងអាចមើល analyze ខាងក្រោមនេះតិចសិនទៅនេះឃើញទេ server អានេះ IP របស់ server យើងមកវិញហើយបញ្ជូនមកកាន់source របស់យើងវិញហើយអញ្ចឹងយើងមើលនេះទៅនេះតើតើជាមួយ FYN ACK វាបញ្ជូន FYN ACK មកវិញnhư visual FYN ACKទៅវិញអញ្ចឹងអា source របស់យើងហ្នឹងគឺវាបញ្ជូនជាមួយនឹង OST ទៅវិញតែវាមិនមែនជា full នៃអា TCP connection ហ្នឹងឯងអញ្ចឹងគេប្រើវានៅពេលណាគេប្រើវានៅពេលដែលយើងចង់ធ្វើការ scan port ឲ្យលឿនបើយើងចង់scan port លឿន scan អីហ្នឹងយើងប្រើប្រភេទហ្នឹងហើយប៉ុន្តែវានេះន័យថាវាលឿនវាអាចលាក់បាំងព្រោះវាមិនបាន complete នៅអា full TCP handshake ហ្នឹងឯងអូខេអញ្ចឹងតើទៅជាមួយ TCP SYN ហ្នឹងមានតែប៉ុណ្ណឹងអញ្ចឹងយើងចូលជាមួយនឹង TCP connection វិញTCP connection ហ្នឹងវាស្តៀងទៅនឹងSYN connection មិនដែរប៉ុន្តែវាអានេះគឺជាគេហៅថា full handshake ហ្មងគឺវា complete ហ្មងអញ្ចឹងមានថា client យើងបញ្ជូន SYN ទៅ server របស់យើងបញ្ជូនមកវិញគឺ SYN ACK តមកserver យើងគឺ client យើងគឺ respond ទៅ server វិញថា ACK ហ្នឹងហើយអញ្ចឹងមានថាបើយើងនិយាយស្រួលស្ដាប់ទៅមានថាយើង
យកបញ្យល់ឲ្យស្រួលស្ដាប់តែដឹងមួយជីវិតពិតហ្នឹងមានន័យថាយើងដូចតែ say hello ទៅគេអញ្ចឹងដាក់ថា hello server អញ្ចឹងទៅ server ថាអូ hello client អញ្ចឹងទៅតមក client ថាអូខ្ញុំទទួលបានអីយ៉ាងអញ្ចឹងនៃវាអញ្ចឹងអូខេអញ្ចឹងយើងអាចមើលកន្លែងនេះបានក៏វាបញ្យល់នៅអញ្ចឹងដែរអូខេអញ្ចឹងយើងអាចចូលទៅ Nmap យើងដើម្បីធ្វើការ test សាកល្បងទៀតទៅយើងគ្រាន់ដាក់ s ហើយ /t st អូខេអញ្ចឹងវាចេញមកហើយ np អូខេចាំវាបន្តិចសិនអូខេឥឡូវវាចេញមកហើយអញ្ចឹងបើសិនបើយើងមើលទៅលើ Warshak ហ្នឹងក៏វាចេញមកអញ្ចឹងដែរអូខេគឺក៏វាចេញមក3ដំណាក់កាលហ្នឹងដែរអូខេឥឡូវយើងចូលមួយទៀតតើតើជាមួយ UDP ហ្នឹងអូខេយើង UDP ហ្នឹងស៊ីនតាក់វាយើងគ្រាន់វាយនៅ nmap .s .s u ធំមកព្រោះយើងដាក់ target យើងមកគឺវាបានហើយរួចយើងពេលណាយើងប្រើវានៅពេលដែលយើងធ្វើការ find service កំពុងរ៉ាន់នៅលើ UDP ដូចជា DNS DHCP SNMP អីហ្នឹងទៅជាមួយនឹង NTP អីហ្នឹងគឺយើងប្រើជាមួយនឹង UDP ហ្នឹងអញ្ចឹងអូខេអញ្ចឹងខ្ញុំគិតថាយើងមកចាំតេស្តទេព្រោះវារួមវាស្តៀងគ្នាទេគ្រាន់តែដូរតែ mode ទេខ្ញុំគ្រាន់តែបញ្យល់ឲ្យយល់ទេអូខេ